รีบสู้ลง បាទវាស៊ូបាទវាស៊ូបាទសូមជឿគួយ ចាអរ គុ គុណ ណ ពួកយើងខ្ញុំជាមន្ត្រីសម្ភារជំរឿន បាទ សូមជួបសម្ភារជាមួយលោកសម្រាប់ជំរឿនសហគមន៍ បាទមិនអីទេសូមអញ្ជើញ តើសន្តាគារនេះមានឈ្មោះជាផ្លូវការអ្វីដែរ មានឈ្មោះជាផ្លូវការគឺសន្តាគារភ្នំពេញស៊ីធី តើក្រុមហ៊ុនរបស់អ្នកស្រីមានសាខាដទៃទៀតដែរទេ ចាស់យើងមានសាខាមួយចំនួនតែនៅក្នុងខេត្តសៀមរាបនិងខេត្តបាត់ដំបង ក្នុងសាលារៀននេះមានអ្នកបម្រើការងារប្រមាណអ្នកដែរទេលោកនាយក តែ10ទីតាំងនៅក្នុងភ្នំពេញនេះគឺមានចំនួនរហូតដល់800នាក់នោះ លោកតាតើវត្តនេះមានផ្ទៃដីកន្លះទំហំប្រមាណដែរលោកតា បាទនៅក្នុងវត្តនេះមានទំហំដី950ម៉ែត្រដុល្លារ ចាស់ខាងលក់ថ្នាំពេទ្យរបស់កញ្ញាមានបញ្ជីចំណូលចំណាយប្រចាំឆ្នាំដែរទេចាស់មានគឺធ្វើនៅប្រចាំខែនិងប្រចាំឆ្នាំផងដែរសូមអរគុណដល់លោកពូអ្នកមីងច្រើនលោកពូមិនបានថែរក្សាទុកនៅបញ្ជីចំណូលចំណាយទេតើមែនទេបើសិនបើមិនមានតើលោកពូទទួលបាននៅតម្លៃលក់សរុបទាំងអស់ប៉ុន្មាននៅក្នុងខែកុម្ភៈឆ្នាំ2011 ពូបារម្ភក្រែងថាប្រសិនបើពូនិយាយប្រាប់ក្មួយកាលយ៉ាងឡៃពុនតាគេអាចមកដំឡើងពុនពីពូយ៉ាងច្រើនថែមទៀត អូមិនមែនចឹងទេលោកពូរាល់ចម្លើយទាំងអស់ដែលយើងខ្ញុំទទួលបាននឹងមិនធ្វើឲ្យលេចធ្លាយទៅណានោះទេប្រសិនបើមានមន្ត្រីជំរឿនសហគ្រាសណាម្នាក់រួមទាំងរូបយើងខ្ញុំទាំងពីរនាក់ផងដែរធ្វើឲ្យលេចធ្លាយរាល់ព័ត៌មានទៅខាងក្រៅនោះច្បាប់នឹងកាន់ទីតោដល់រូបយើងខ្ញុំទាំងពីរនាក់ជាក់ជាមិនខាន បើអញ្ចឹងពូយល់ច្បាស់ហើយពូអាចជម្រាបក្មួយបាន ចាគឺ740ដុល្លារចា 740ដុល្លារ សូមអរគុណច្រើនចំពោះការសហការដ៏ល្អនៅក្នុងការផ្តល់ចម្លើយយ៉ាងជាក់លាក់និងត្រឹមត្រូវដល់មន្ត្រីជំរឿនសហគ្រាសយើងខ្ញុំ